เรื่องដើមកំណើតរិន្ទាកាលពីព្រេងនាយមានបិសាចមួយឈ្មោះរាមាសូនិងនាងអារៈទេវីមួយឈ្មោះមេខលាញាក់ទាំងពីរបាននៅបម្រើមហាឫសីដ៏មានឫទ្ធិឫទ្ធីម្នាក់ដើម្បីនឹងរៀនវិជ្ជាមុនអាគមគាថាបិសាចនិងនាងមេខលាបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀងខ្លួនហើយញាក់ទាំងពីរប្រកបដោយបញ្ញាវៃក្រៃលែងដូចគ្នាតាបឺសក៏ស្រឡាញ់ញាក់ទាំងពីរនោះស្មើគ្នាពេលតាបឺសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយលោកក៏ចង់លបងវិជ្ជាសិស្សមើលថាតើអ្នកណាមួយប៉ិនប្រសពជាងគេទើបលោកនិយាយទៅកាន់សិស្សថាបើអ្នកណាយកកែវមួយមានទឹកសន្សំពេញមកឲ្យខ្ញុំបាននោះខ្ញុំនឹងធ្វើទឹកនោះឲ្យคล้ายទៅជាកែវមនោហារាហើយដោយគុណភាពនៃរតនវត្ថុនោះអ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វីឬចង់បានអ្វីចេះតែបានសម្រេចទាំងអស់រាមាសូក៏យកកែវមួយទៅត្រង់ទឹកសន្សំដែលទើនៅស្លឹកឈើនិងស្មៅផ្សេងវាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹកប៉ុន្តែឥតបានផលល្អសោះចំណែកឯនាងមេខលាដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពតពតហើយយកតែដាក់ផ្ដិតលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើនិងនៅលើស្មៅតលទៅដុំឈើនៅជក់ទឹកពេញទាំងអស់បន្ទាប់មកនាងមេខលាបានយកដុំឈើនៅទៅច្របាច់ទឹកដាក់ក្នុងកែវអាស្រ័យដោយហេតុដូច្នេះនាងក៏រកទឹកសន្សើមដាក់កែវបានពេញហើយក៏យកកែវនោះទៅជូនមហាតាបសោះហេតុដូច្នេះបានជានាងអារក្សទេវីត្រូវបានតាបសោះសម្គាល់ថាប៉ិនប្រសពជាងបិសាចតាបោះជប់ទឹកសន្សើមនោះឲ្យកើតទៅជាកែវហើយប្រគល់ទៅឲ្យនាងមេខលាដោយប្រាប់ថាកែវនេះមានគុណភាពខ្លាំងណាស់បើអ្នកមានបំណងអ្វីមួយគ្រាន់តែលើកកែវនេះគ្រវីឡើងនោះមួយរំពេកសេចក្តីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាមមួយទៀតដោយគុណភាពនៃកែវនេះអ្នកអាចហោះកាន់អាកាសក៏ពពកជ្រោះអាចឆ្មេងចលែនទៅកាន់កន្លែងណាក៏បានទាំងអស់នាងអារក្សទេវីក៏ទទួលយកកែវនោះមកលើគ្រវីឡើងលើស្រាប់តែហោះវឹងទៅលើមេឃទម្រង់ទៅមហាសាគរចំណែកឯរាមាសូអាស្រ័យដោយការព្យាយាមដ៏យូរក៏រកទឹកសន្សើមដាក់បានពីងកែវហើយយកទៅថ្វាយមហាឫសីសីពោលថាចៅឯងយករបស់នេះមកយឺតយូរពេកហួសពេលតាត្រូវការឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយមុនអាគមគាថារបស់តាអាចជប់វត្ថុបែបនេះបានតែមួយដងទេពេលបានឮមហាតបសៈថាដូច្នេះរាមាសូក៏កើតសេចក្តីទោមនះពន់ប្រមាណហើយក៏ស្រែកយំអណ្ដឹកអណ្ដកយ៉ាងខ្លាំងដើម្បីលួងចាត់បិសាចតាបៈក៏ប្រាប់ថាចូលចៅកុំកើតទុកខ្លាំងពេកចាំតាឲ្យពូថៅមួយពូថៅនេះអ្នកអាចយកទៅឆ្លក់ដណ្ដើមយកកែវពីនាងអារក្សទេវីមេខលាបាននាងមេខលានេះចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុជទឹកភ្លៀងដែលមានភ្លៀងម្ដងចូលអ្នកចោលពូថៅនេះទៅលើវានឹងបោះចោលកែវដ៏មានតម្លៃនោះប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះចៅឯងឃើញវាលើកកែវឡើងក្រវីចូលចៅឯងបិទភ្នែកភ្លាមមុននឹងចោលពូថៅទៅលើវាពេលរាមាសូបានពូថៅមកកាន់នៅនឹងដៃហើយវាក៏ហោះស្វែងរកនាងមេខលាដើម្បីដណ្ដើមកែវមនោហារាប៉ុន្តែពេលនាងមេខលាបានឃើញរាមាសូភ្លាមនាងក៏យល់ឃើញថាបិសាចនេះប្រកាសជាមានបំណងធ្វើអាក្រក់មកលើនាងពុំខានទើបនាងលើកកែវក្រវីឡើងហក់ទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់ពេលក្រឡេកឃើញពន្លឺចាំងនៃកែវមានសិលភ្លាមបិសាចក៏បិទភ្នែកវាចិត្តរួចក្រវែងអាវុធវាទៅអាវុធនោះក៏ហោះយ៉ាងលឿនលឺសូរសម្បើមក្រៃលែងប៉ុន្តែឥតត្រូវនាងមេខលាទេចាប់តាំងពីពេលនោះមកទើបនៅពេលមានភ្លៀងផ្គរគេឃឿនចាំងពន្លឺកែវហើយលឺសូរសំឡេងយ៉ាងខ្លាំងនៃអាវុធនោះអាស្រ័យហេតុនេះហើយបានជាក្នុងភាសាខ្មែរយើងឲ្យឈ្មោះដុំថ្មទាំងឡាយណាដែលមានរាងដូចផ្លែពូថៅឬចប់កាប់ក្បាលស្រួតឬដូចកំបិតថាកំរិនទះហើយសុនមិត្តរបស់ទាំងនេះថាជាព្រួញរបស់យ៉ាក់បាន់នៅលើមេឃធ្លាក់មុខដី